បាទគ្រប់ជម្រាបសួរទៅដល់ពុកម៉ែបងប្អូនថ្ងៃនេះបែរខ្ញុំបាននាំបងប្អូនមកទស្សនាពីកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែបនៅខាងក្រុងសំរោងខេត្តដ៏មានជ័យដូចបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺឃើញថាកសិដ្ឋាននេះគឺគាត់មានចិញ្ចឹមត្រីហើយនិងកង្កែបបាទហើយនេះគឺជាស្រះត្រីរបស់គាត់ដែលមានចំនួន6ស្រះបាទហើយស្រះនីមួយៗគឺដាក់ប្រភេទត្រីខុសៗគ្នាមានតាំងពីត្រីដែងមានពីត្រីក្រាញ់ហើយនិងកង្កែបបាទហើយនឹងមានមេពូជកង្កែបទៀតហើយនឹងមានប្រភេទកូនត្រីក្រាញ់ទៀតបាទបើបងប្អូនណាមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមអាចទំនាក់ទំនងទៅខាងកសិដ្ឋាននឹងបានបាទនៅក្នុងខេត្តដ៏មានជ័យថ្ងៃនេះគឺខ្ញុំបានមកថតចែករំលែកជូនបងប្អូនបានទស្សនាបាទអំពីបទពិសោធន៍ក្នុងការចិញ្ចឹមបាទគាត់ចិញ្ចឹមនេះគឺគាត់ជាមន្ត្រីមូលដ្ឋានជាមន្ត្រីកសិកម្មនៅខាងឃុំសង្កាត់ក្នុងកសិដ្ឋានមកកើតនេះមានកង្កែបបាទឲ្យបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺមានកង្កែបគាត់ចិញ្ចឹមគឺច្រើនមែនទែនមិនមែនមានតែមួយអាងទេគឺមានច្រើនអាងមានតែមេបាមេពូជក៏មានអានេះគឺកូនកង្កែបតបប៉ិនមីជើងធំជាមីជើងខ្លះហើយបាទចូលរាប់ប៉ុនកង្កែបតែម្ដងហើយគាត់ក៏បានចិញ្ចឹមជាបណ្ដោះជាចកសូឡាដើម្បីឲ្យត្រីវាស៊ីបាទហើយនេះក៏គាត់បានតាមខ្ញុំទៅមើលមេពូជត្រីក្រាញ់បាទធំមែនទែនគឺ4 គីឡូឬក៏5 គីឡូបាទគឺធំមែនត្រីក្រាញ់យើងមិនមានទេត្រីក្រាញ់ស្រែយើងប៉ុណ្ណឹងតែនេះគឺគាត់ចង់ឲ្យឃើញខ្ញុំសួរគាត់បងប្អូនឃើញក្នុងវីដេអូថាទុយតែបានឃើញជាស្ដែងនៅតែធំតែម្ដងគឺ3សំទោសគឺ4 គីឡូទៅ5 គីឡូធំមែនទែនបាទហើយបើសិនណាជាបងប្អូនណាចង់ចិញ្ចឹមជាលក្ខណៈគ្រួសារមានដីទំនេរច្រើនបងប្អូនអាចចិញ្ចឹមបានបាទនេះគឺជាកង្កែបចិញ្ចឹមពាក់កណ្ដាលស្វ័យប្រវត្តិណាបងប្អូនស្រែពាក់កណ្ដាលចិញ្ចឹមលក្ខណៈពាក់កណ្ដាលហើយនឹងមានមេពូជនេះវីដេអូទៀតឃើញមេពូជបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនបងប្អូន